ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំធ្វើវីដេអូឲ្យលោកគ្រូតងជាមួយនឹងការhost domain និងការទិញ domain ហើយជាដំបូងនេះយើងត្រូវទៅទិញ domain សិនដែលយើងប្រើកម្មវិធីឈ្មោះname shape ហ្នឹងហើយយើងវាយឈ្មោះរបស់យើងមកខ្ញុំដាក់ឈ្មោះរបស់ខ្ញុំស៊ុយសវណ្ណសិក្សាមកឈ្មោះពេញហើយបន្ទាប់មកយើងទៅ check មើលទិញដើម្បីទិញ domain ដែលលោកគ្រូបានប្រាប់ឲ្យយើងទិញហ្នឹងយើង scroll រកមើល domain ណាដែលមានតម្លៃធូរថ្លៃសម្រាប់ទិញទៅហើយខ្ញុំចង់ទិញ domain ឈ្មោះរបស់ខ្ញុំហ្នឹងដែលសិក្សា .shop នេះហើយនឹងមួយទៀតគឺសិក្សា .xyz ហ្នឹងហើយបន្ទាប់មកយើងទៅចូលទៅកន្លែងទិញរបស់វាហ្នឹងហើយដល់នេះខ្ញុំបិទដោយសារកុំឲ្យវាកាត់លុយទៅថ្ងៃមុខទៀតវាអូតូទិញយើងបិទវាទាំងពីរហ្នឹងមកអាក្រោមក៏យើងបិទដែរកន្លែងខាងលើហ្នឹងយើងប្រើវាតាមមួយឆ្នាំមកបានហើយបន្ទាប់មកទៀតយើងចុចcontinueទៅមុខទៀតមកហើយបន្ទាប់មកនេះ domain 12ហ្នឹងខ្ញុំបានទិញបានហើយយើងចូលទៅកាន់EC2 AWS របស់យើងហ្នឹងដើម្បីយើងវាយកូដដើម្បី hosting domain ហ្នឹងឲ្យប្រើ domain ហ្នឹងដើម្បីឲ្យវាដំណើរការយើងត្រូវចូលទៅក្នុង GitBash ដើម្បីស្វែងរកfile ដែលយើងទុក ASX ហ្នឹងយើង cd download មកsorry តែខ្ញុំបាយខនដាក់អក្សរធំដាក់អក្សរទូចវិញហើយបន្ទាប់មកយើង copy ដោយតាយើងធ្វើ lab មុនណាហ្នឹងមកយើង copy key របស់វាហើយយើង copy ASX វាដាក់ចូលក្នុងហ្នឹងមកហើយតមកយើងទៅវាយ command cd .clear /var ហ្នឹងហើយ/ww/ ហើយ enter មកដើម្បីបង្កើត mkdir ដាក់ឲ្យdomain របស់យើងហើយយើងត្រូវ list វាមុនហើយបន្ទាប់មកដល់យើងឃើញហើយ HTML ហ្នឹងយើងទៅយើងត្រូវ copy ឈ្មោះdomain របស់យើងហ្នឹងដើម្បីដាក់មកតែកន្លែងនេះខ្ញុំអត់ទាន់បានដាក់ commission ឲ្យវាទេយើងត្រូវទៅ add commission ឲ្យវាចឹងដែលយើងបាយ command sudo chmod.o 7 ដើមហើយ /var ហ្នឹងមកហើយបន្ទាប់មកយើងទៅ add commission ឲ្យwww មួយទៀតគឺយើងsudo chmod ដែរហ្នឹងមកហើយ /var /ww ហើយបន្ទាប់មកយើង ls វាគឺវា HTML នឹងដែរទេហើយយើងទៅវាយ comment mkdir.p ហ្នឹងហើយយើងទៅ copy ឈ្មោះ domain របស់យើងហ្នឹងគឺស៊ុយសវណ្ណសិក្សា.shop /html ហើយបន្ទាប់មកគឺមួយទៀតគឺស៊ុយសវណ្ណសិក្សា .xyz /html ហើយបន្ទាប់មកទៀតយើងទៅadd commission នៅវាមួយទៀតគឺយើងត្រូវទៅប្រើ command sudo chmod ហើយវាយ chmod ខុសឥឡូវនេះយើងវាយសាថ្មី chmod ហើយ7 ដើមហើយយើង copy ឈ្មោះរបស់យើងមិញហ្នឹងមកឈ្មោះ domain របស់យើងហ្នឹងនេះយើង copy ហ្នឹងមកហើយយើងប៉ះមកហើយបន្ទាប់មកយើង/វាមួយមកហើយមួយទៀតគឺដូចគ្នាយើងដូរពី shop ដាក់ xyz ហ្នឹងមកបើយើងប្រើពី domain ហ្នឹងហើយបន្ទាប់មកទៀតគឺយើងទៅក្នុង FileZilla ដើម្បីយើង copy index របស់យើងហ្នឹង website របស់យើងហ្នឹងផាសចូលនៅក្នុងFileZilla ហ្នឹងដើម្បី host domain របស់យើងហ្នឹងឲ្យវាដើរ website ហ្នឹងយើងចូលកន្លែងដែរមកហើយយើងចូលទៅcopy IP វិញហើយបន្ទាប់មកយើងផាស IP ចូលមកដើម្បីបញ្ជាក់ឲ្យវាត្រឹមត្រូវយើង continue មកឥឡូវនេះយកអូខេហើយបន្ទាប់មកយើងឃើញហើយយើងចុចទៅលើ file របស់យើងខាងលើគេហ្នឹងទៅហើយយើងរកពាក្យ var ហ្នឹង
ហើយយក www ហ្នឹងមកហើយយើងយកដំបូងគេគឺយកdomain របស់យើងអាទី1ហ្នឹងហើយយក HTML មកហើយយើង copy index ចូលមកហើយកន្លែងនេះយើងយកពី file របស់យើងនៅក្នុងនេះហ្នឹងយកទិញដាក់មកឲ្យវាដាក់ពេញសិនហើយអាមួយទៀតក៏ដូចគ្នាដែរយើងដាក់នៅក្នុង HTML ហ្នឹងដូចគ្នាហើយបន្ទាប់ពីហ្នឹងមកយើងចូលទៅក្នុងកូដរបស់យើងវិញយើងត្រូវcopy comment ដែលលោកគ្រូបានដាក់នៅក្នុង Telegram របស់យើងហ្នឹងដំបូងយើង CD វាសិនមកដើម្បី clear វាចេញហើយបន្ទាប់មកទៀតយើងចូលទៅក្នុងcd/etc/index ហ្នឹងហើយបន្ទាប់មកយើងវាយ comment list វាសិនមកអាហ្នឹងចេញdefault ហើយបន្ទាប់មកយើងទៅsudo nano វាគឺយើងsudo nano អាកន្លែងនេះឈ្មោះ domain របស់យើងហ្នឹង sudo nano វាមកដើម្បីបំពេញដែលលោកគ្រូដាក់ឲ្យ Telegram ហ្នឹងហើយយើង enter មកហើយបន្ទាប់មកយើងចូលទៅ Telegram ដើម្បីបើកមើល file លោកគ្រូ send ឲ្យហ្នឹងគឺវានៅកន្លែងលេខ4ហើយយើង copy ពីលេខ4ហ្នឹងមកគឺ step 1ហ្នឹងហើយបន្ទាប់យើងផាសមកហើយកន្លែងនេះយើងដូរកន្លែង.com នេះយើងដូរដាក់ឈ្មោះ domain របស់យើងវិញគឺយើងចូលទៅ copy នៅក្នុងកន្លែង domain ហ្នឹងកុំឲ្យច្រឡំគ្នានេះ shop នេះ copy យកផាសមកដូរកន្លែងនេះហើយយើងកលវាមកដើម្បីបានដូរហើយយើងដូរឲ្យមួយហើយយើងមកដូរអាក្រោមមួយទៀតstyle comment នេះមួយទៀតគឺយើងដូរដាក់សិក្សា.shop នោះមកហើយបន្ទាប់មកយើងចុច Ctrl X ដើម្បី save វាបើយើងចុច Ctrl X ទៅវាអត់ចេញវាឡើងហ្នឹងយើងត្រូវចុច Ctrl X ហើយយើងចុចយកពាក្យ yes មក enter មកហើយវានឹងចេញមកទំព័រដើមវិញហើយបន្ទាប់មកយើងទៅធ្វើនៅក្នុង domain មួយទៀតដែលយើង copy ពីអាទី5របស់លោកគ្រូហ្នឹងយកមកដាក់មកវាដូចតែគ្នាទេយើង sudo nano វាទៅ domain suivansiksha.xyz ហ្នឹងមកហើយបន្ទាប់ពីហ្នឹងមកយើងទៅ copy ពីអាទី5របស់លោកគ្រូដែល send ឲ្យហ្នឹងវាដូចតែអាទី4ហ្នឹងដែរទេអាទី5ហ្នឹងដូចតែគ្នាហ្នឹងហើយយើង copy យកឈ្មោះ domain របស់យើង suivansiksha.xyz ហ្នឹងយកមកផាសដូរក្នុងកន្លែងហ្នឹងហើយយើងដូរដោយតាមមុនដែរមកហើយខ្ញុំភ្លេចដូរកន្លែងwww. នេះមួយខ្ញុំចូលទៅដូរវិញខ្ញុំចូលទៅ sudo nano .shop នោះវិញខ្ញុំចូលទៅដូរកន្លែងនេះដូរដាក់suivansiksha .shop ហ្នឹងដាក់ដូរឡើងហ្នឹងវិញមិនវាដើរព្រោះមិញមុនខ្ញុំភ្លេចហើយកន្លែងនេះយើងដូរហើយយើង Ctrl X ហើយយកវាវិញមកហើយបន្ទាប់មកយើង CD វាហើយយើងចូលទៅក្នុងយើងធ្វើនៅកន្លែងទី3នេះវិញយើងចូលទៅក្នុងGitHub របស់យើងមកយើងផាសវាមកហើយបន្ទាប់មកយើងដូរកន្លែងពីក្រោយទៅក្រោយហ្នឹងដាក់siksha.shop វិញមក copy មកកុំឲ្យច្រឡំហើយបន្ទាប់មកយើង enter ហើយអាមួយទៀតក៏ធ្វើដូចគ្នាចឹងដែរយើងដូរតែកន្ទុយក្រោយបានហើយអានេះយើងដូរដាក់xyz មកហើយ enter តទៅពីនោះមកយើងចូលទៅធ្វើអាទី6ទី5 sorry ធ្វើទី5នេះ
យើងផាសចូល comment ហ្នឹងមកហើយយើងដូរកន្លែងនេះដូរដាក់socialsha.shop ហ្នឹងវិញមកហើយអាទីមួយទៀតក៏ធ្វើអញ្ចឹងដូចគ្នាដែរហើយបន្ទាប់ពីហ្នឹងមកយើងទៅធ្វើ step ទី6យើង copy step ទី6ហ្នឹងមកហើយយើងមកផាសចូលនៅក្នុង gateway របស់យើងហើយ enter មកនេះគឺវាចេញ successful មានន័យថាយើងdomain នេះយើង add បានជោគជ័យហើយតមកធ្វើទី7ដើម្បី restart វាហើយបន្ទាប់ពីហ្នឹងមកគឺហើយនៅក្នុង gateway របស់យើងចូលទៅធ្វើនៅក្នុង EC2 វិញម្ដងនៅក្នុង instance របស់យើងវិញម្ដងយើងចូលមកយើងចូលទៅroute 53យើងចូលមកយើងចូលទៅ route 53ហើយយើងចូលទៅរកនេះhost ហ្នឹងដើម្បី create វាមកហើយកន្លែងនេះយើងអត់បានប៉ះពាល់វាទេយើងដាក់តែកន្លែងនេះទេដែលយើងត្រូវទៅ copy ឈ្មោះ domain របស់យើងហ្នឹងហើយ copy ឈ្មោះ domain យើងវិញយើងផាសកន្លែងហ្នឹងលើគេហ្នឹងមកហើយបន្ទាប់មកយើងចុចcreate host ហ្នឹងមកហើយបន្ទាប់មកទៀតយើងទៅcopy IP តែយើងចូលទៅក្នុងdomain របស់យើងហ្នឹងដើម្បីបើកវាមកហើយយើងមើលកន្លែងនេះកន្លែង name នេះ name DNS ហ្នឹងយើងយកអាក្រុមគេមក DNS ហ្នឹងហើយបន្ទាប់មកយើង add ឈ្មោះ DNS ហ្នឹងឲ្យវាដែលយើងទៅ copy ពីកន្លែងមិញហ្នឹងមកហើយបន្ទាប់ទៅយើង copy ឲ្យលើគេណាយើងមកផាសចូលក្នុងទាំង4ហ្នឹងមកផាសទី1ហើយទី2មកហើយពេលផាសទី4ហើយយើងកុំភ្លេចចុចគ្រីសកន្លែងសញ្ញាគ្រីសពណ៌បៃតងហ្នឹងចុចគ្រីសហ្នឹងមកចាំវាមកសន្ទុះទៅហើយបានប៉ុណ្ណឹងហើយយើងចូលទៅក្នុង DNS check ដើម្បី check មើលថាឈ្មោះរបស់ domain របស់យើងហ្នឹងបានដូរហើយនៅយើងវាយឈ្មោះ domain របស់យើងហ្នឹងមកsuivancha.shop ហ្នឹងមកហើយយើងដូរពីកន្លែងឈ្មោះ A ហ្នឹងទៅដាក់NS វិញហើយយើង search មើលទៅហើយកន្លែងនេះគឺឈ្មោះវាអត់តន់ load មកទេដោយសារតែយើងត្រូវចាំរយៈពេល5នាទីទៅ30នាទីបានវា load មកវីដេអូឈ្មោះឲ្យយើងហើយបន្ទាប់ពីនោះទៀតយើងទៅចូលទៅធ្វើdomain ទី2ឲ្យហើយដែលយើងចូលទៅ EC2 ដើម្បីcopy IP ពី IP របស់យើងហ្នឹងយកទៅដាក់នៅក្នុងroute របស់domain ទី1របស់យើងមិញហ្នឹងដោយយើងអត់ copy អាហ្នឹងយកទៅដាក់ទេយើងបើក website ហ្នឹងអត់ចេញទេយើងត្រូវ copy IP ហ្នឹងមកហើយចូលទៅroute 53វិញដើម្បី create route ឲ្យវាយើងចុចលើហ្នឹងមួយមកដើម្បី create route ឲ្យវាហើយយើងចុច create route មកហើយកន្លែងនេះ
គឺយើងធ្វើអីវាទេយើងគ្រាន់ផាស IP ចូលហ្នឹងមកហើយ route មួយទៀតយើង create route មួយទៀតយើងត្រូវដាក់កន្លែងនេះដើម្បី search រកឃើញឈ្មោះហ្នឹងហើយយើងដូរនេះមកយកទី3ហ្នឹងមកខាងក្រោមគេទី3ហ្នឹងហើយបន្តមកទៀតយើងវាយឈ្មោះ domain របស់យើងដើម្បីឲ្យពេលយើង search នៅក្នុងអ៊ីនធឺណិតទៅគឺវាចេញ website របស់យើងមកsuchivanacha.shop ហ្នឹងហើយយើងចុច create មកហើយចេញពីនេះយើងទៅធ្វើdomain ទី2របស់យើងឲ្យហើយទៅព្រោះអីយើងចាំមនុស្សនៅយូរទៀតប្រហែល10ទៅ5នាទីទៀតមិនវា load មកយើងចូលទៅបង្កើតឲ្យ domain ទី2យើង create មកយើងដាក់ឈ្មោះ domain របស់យើងមកគឺ suchivanacha .advisor ហ្នឹងហើយយើង create មកហើយបន្ទាប់មកយើងទៅcopy DNS របស់វាហ្នឹងយើងចូលទៅនៅក្នុង domain របស់យើងហ្នឹងដើម្បី copy path DNS ហ្នឹងចូលទៅក្នុង domain ហ្នឹងហើយយើង copy ទី1សិនមកហើយយើងយកទៅ path ក្នុង domain របស់យើងនេះហើយយើង copy ដាក់ទី1ហ្នឹងមកហើយទី2ដូចគ្នា copy ដាក់មកហើយទី3ទី4ក៏ចឹងដែរហើយបន្ទាប់មកយើងកុំភ្លេចចុចកន្លែងសញ្ញាគ្រីសហ្នឹងដើម្បីឲ្យវាដើរដំណើរការហើយយើងចូលទៅ DNS check មើលវាថាវាបានដូរឈ្មោះហើយនៅចាំឲ្យយើងហ្នឹងយើងចូលទៅ EC2 ដើម្បីចូលទៅ instance ហើយ copy IP មកយកទៅដាក់ route ឲ្យវាមុននេះខ្ញុំច្រឡំចូលទៅ check មើលសិនតែយើងដាក់ route ឲ្យវាហើយមកយើង create route មកដូចតាមមុនដែរទេយើងផា IP ចូលហើយយើង create ហើយបើអាមួយទៀតបានយើងដាក់ឈ្មោះ domain របស់យើងដើម្បី hosting ឲ្យអ្នកផ្សេងអីមើលកាត់យើងយកទី3ដែរមកហើយយើងដាក់ឈ្មោះ domain របស់យើងមក suchivanacha.advisor មកហើយយើង create ហើយបន្ទាប់ពីនោះយើងហើយយើងទៅ check មើលDNS របស់វាថាវាបានដូរហើយនៅយើងដូរទៅ advisor មកហើយកន្លែងនេះឃើញវាថាវាអត់ដូរទេយកតយើងរងចាំវាសិនយើងរងចាំវាមួយសន្ទុះសិនមកហើយបន្ទាប់ពីយើងរងចាំវាហើយយើងឃើញថាវាអាចចូលមកហើយចឹងទៅយើងទៅ check មើលយើងទៅ copy វាដើម្បី check path នៅក្នុងជ្រោមមកដើម្បីចង់មើលថាវាដើរអត់នេះគឺថា website របស់ខ្ញុំអាទី2ហ្នឹងគឺវាបានដើរហើយចឹងយើងទៅមើលអាទី1វិញម្ដងដែលយើងធ្វើតាំងពីមុនហ្នឹងមកsuchivanacha.shop នេះយើង copy ឈ្មោះហ្នឹងមកដើម្បីយកទៅផាសនៅក្នុងអ៊ីនធឺណិតនេះគឺវាដើរទាំងពីរហើយអរគុណលោកគ្រូដែលបានទស្សនាជំរាបលា